ស្ថានភាពមិនស្រួលគីមចុងអ៊ុនចាប់ដៃចិនយ៉ាងណែនបង្ហាញសារព្រមមានប្រយោជន៍ទៅអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចអ្នកវិភាគនយោបាយនិងមហាអំណាចជាច្រើនកំពុងសម្លឹងមិនដាក់ភ្នែកបន្ទាប់ពីមេដឹកនាំចិនលោកស៊ីជីនពីងនិងមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានជួបគ្នាក្នុងកិច្ចប្រជុំកំពូលដ៏កម្រដែលទៅបានគេមើលឃើញថាអាចមានឥទ្ធិពលយ៉ាងធំធេងលើតុល្យភាពអំណាចនៅអាស៊ីនិងពិភពលោកក្នុងដំណើរទស្សនកិច្ចដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសហគមន៍អន្តរជាតិលោកស៊ីបានប្រកាសថាទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងចុងយ៉ាងកំពុងឈានទៅកាន់ចំណុចចាប់ផ្ដើមថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រដែលជាសញ្ញាបង្ហាញថាប្រទេសទាំងពីរកំពុងបង្កើនភាពជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាងមុនប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកយកចិត្តទុកដាក់ខ្លាំងជាងគេគឺសារនយោបាយដែលបានបញ្ជូនចេញពីជំនួបនេះលោកស៊ីបានអំពាវនាវឲ្យមានការប្រឆាំងនៅការអនុត្តរភាពនិងការប៉ុនប៉ងបង្កអស្ថិរភាពក្នុងតំបន់ដែលអ្នកវិភាគជាច្រើនមើលឃើញថាជាការបញ្ជូនសារដោយប្រយោជន៍ទៅកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចការស្វាគមន៍ដែលកូរ៉េខាងជើងរៀបចំសម្រាប់មេដឹកនាំចិនក៏មិនធម្មតាដែរគម្រាព្រំក្រហមការបាញ់កាំភ្លើងធំ21គ្រាប់កងតន្ត្រីយោធានិងវងមនុស្សដែលសាយជ័យយោបានបង្ហាញថាទីក្រុងជុងយ៉ាងកំពុងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយទីក្រុងប៉េកាំងអ្នកជំនាញមួយចំនួនជឿថានៅពីក្រោយពិធីស្វាគមន៍ដ៏អធិកអធមនេះគឺជាការគណនាយុទ្ធសាស្ត្រដ៏ស្មុគស្មាញខណៈកូរ៉េខាងជើងកំពុងពង្រីកទំនាក់ទំនងជាមួយរុស្ស៊ីនិងបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរខ្លួនចិនក៏កំពុងព្យាយាមរក្សាអធិបតេយ្យលើសម្ព័ន្ធមិត្តដ៏សំខាន់មួយនេះផងដែរអ្វីដែលកាន់តែព្រួយបារម្ភនោះគឺមុនជំនួបនេះកូរ៉េខាងជើងបានប្រកាសក្តែងក្តែងពីឋានៈរបស់ខ្លួនជាស្រេចដែលជាប្រទេសមានអាវុធនុយក្លេអ៊ែររួចទៅហើយយោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញអន្តរជាតិកូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ប្រមាណ60គ្រាប់ហើយកំពុងបន្តបង្កើនសមត្ថភាពផលិតអាវុធបន្ថែមទៀតស្ថានភាពនេះកំពុងធ្វើឲ្យប្រទេសជាច្រើននៅក្នុងតំបន់និងក្រៅតំបន់តាមដានយ៉ាងយកចិត្តទុកដាក់តើការចាប់ដៃគ្នាកាន់តែជិតស្និទ្ធរវាងចិននិងកូរ៉េខាងជើងគ្រាន់តែជាការពង្រឹងទំនាក់ទំនងការទូតធម្មតាឬជាការចាប់ផ្ដើមនៃការរៀបចំសណ្ដាប់ធ្នាប់អំណាចថ្មីមួយដែលអាចប្រឈមមុខជាមួយឥទ្ធិពលរបស់លោកខាងលិចចម្លើយទាំងនេះកំពុងក្លាយជាចំណុចដែលពិភពលោកទាំងមូលកំពុងរងចាំមើលយ៉ាងយកចិត្តទុកដាក់ខ្ញុំមេងធីតា MJ TV News